មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងប្រារព្ធទិវាវប្បធម៌ជាតិ3មីនាលើកទី28ឆ្នាំ2026ក្រោមប្រធានបទយុវជនដើម្បីវប្បធម៌ជាតិទិវាវប្បធម៌ជាតិ3មីនាលើកទី28នេះបានធ្វើឡើងក្រោមប្រធានបទយុវជនដើម្បីវប្បធម៌ជាតិនៅខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី20ខែមីនាឆ្នាំ2026ក្រោមអធិបតីភាពឯកឧត្តមលុចសវណ្ណរាសមាជិកក្រុមប្រឹក្សាខេត្តនិងលោកយិនសវេនអភិបាលរងខេត្តកំពង់ឆ្នាំងព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកប៊ុនថនសុខាណារិនប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងនិងលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តនិងដៃគូវិស័យឯកជនលោកប៊ុនថនសុខាណារិនប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាទិវាវប្បធម៌ជាតិ3មីនាគឺជាទិវាដ៏មានសារៈសំខាន់របស់ប្រទេសកម្ពុជាដែលរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី3ខែមីនាជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាវប្បធម៌ជាតិក្នុងគោលបំណងរំលឹកដល់គុណូបការៈនិងស្នាដៃដ៏ធំធេងនៃបុព្វបុរសខ្មែរយើងដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបសម្រាប់ជាកូនចៅជំនាន់ក្រោយនិងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ព្រមទាំងស្មារតីចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ទាំងរូបិយនិងអរូបិយឲ្យថិតថេរគង់វង្សលោកយិនសវេនអភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថាទិវាវប្បធម៌ជាតិ3មីនាលើកទី28កំណត់យកប្រធានបទយុវជនដើម្បីវប្បធម៌ជាតិគឺដើម្បីបន្តក្នុងការគាំទ្រនិងថែរក្សាអភិរក្សនៅសម្បត្តិវប្បធម៌នៅក្នុងប្រទេសកម្ពុជាយើងឲ្យគង់វង្សយូរអង្វែងយុវជនគឺជាទំពាំងស្នងឫស្សីក្នុងការលើកកម្ពស់ការយល់ដឹងនិងការចូលរួមរបស់យុវជនក្នុងការអភិរក្សលើកស្ទួយវប្បធម៌ជាតិឲ្យទទួលបាននូវវឌ្ឍនភាពប្រកបដោយនិរន្តរភាពបង្កើននូវការដឹងគុណចំពោះបុព្វការីជនដែលបានខិតខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបប្រកបដោយសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍសង្គមត្រូវចេះស្រឡាញ់និងមានស្មារតីចូលរួមកាន់តែសកម្មថែមទៀតក្នុងការថែរក្សាការពារវប្បធម៌ជាតិឲ្យបានថិតថេរគង់វង្សលោកអភិបាលរងខេត្តបានបញ្ជាក់ថាវប្បធម៌ធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើតសេវាកម្មនិងផលិតផលវប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្មនិងទេសចរណ៍លើកកម្ពស់ភាពច្នៃប្រឌិតនិងនវានុវត្តន៍ក្នុងវិស័យសិល្បៈវប្បធម៌ដោយប្រើបច្ចេកវិទ្យា Digital ព្រមជាមួយនឹងគំនិតផ្ដួចផ្ដើមថ្មីឈរលើមូលដ្ឋានអត្តសញ្ញាណជាតិដើម្បីបង្កើនភាពទាក់ទាញនិងផ្ដល់ភាពងាយស្រួលដល់ការចូលរួមក្នុងសកម្មភាពវប្បធម៌របស់សាធារណជនទូទៅជាពិសេសកុមារយុវជនស្ត្រីមនុស្សចាស់និងជនមានពិការភាពក្រោមទិសស្លោកសិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នាលោកយិនសវេនក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីមេត្តាចូលរួមរិះរកវិធីជំរុញលើកទឹកចិត្តដល់យុវជនដែលជាអ្នកបន្តវេនដែលមានការចូលរួមដោយស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិខ្លួនទាំងវ័យកុមាររហូតដល់យុវវ័យដើម្បីធ្វើឲ្យសិល្បៈវប្បធម៌យើងមាននិរន្តរភាពក្នុងផ្នត់គំនិតជាមួយយុវជននិងមហាជនគ្រប់លំដាប់ថ្នាក់ក្នុងន័យវប្បធម៌ដើម្បីអប់រំ